អូខេអញ្ចឹងតើយើងទាំងអស់គ្នាគួរតែព្រួយបារម្ភឬទេនៅពេលដែល AI នឹងចូលមកជំនួសនៅការងារជាច្រើនរបស់មនុស្សយើងពិតណាស់ដោយដែលយើងបានធ្លាប់និយាយនៅក្នុងវីដេអូពីមុនមកអញ្ចឹងបច្ចុប្បន្នបច្ចេកវិទ្យា AI គឺកាន់តែជឿនលឿនហើយគឺវាអាចធ្វើកិច្ចការបានជាច្រើនជំនួសឲ្យមនុស្សយើងដូច្នេះហើយគឺយើងនឹងមើលឃើញអំពីការដែល AI នឹងជំនួសឲ្យការងាររបស់មនុស្សជាច្រើនមិនថានៅក្នុងការងារផ្នែក accounting ការងារផ្នែក marketing ការងារគ្រប់គ្រងឬក៏ការងារផ្សេងៗដែលទាក់ទងនឹង technical មួយចំនួនគឺ AI អាចធ្វើបានទាំងអស់ហើយធ្វើបានកាន់តែល្អថែមទៀតផងប៉ុន្តែសំណួរសួរថាតើនៅពេលដែលយើងជួបប្រទះនៅស្ថានភាពបែបនេះយើងគួរតែព្រួយបារម្ភហើយយើងគួរតែរង់ចាំ AI មកជំនួសការងាររបស់យើងឬក៏យ៉ាងម៉េចជាក់ស្ដែងទៅគឺបរិបទនេះគឺយើងមិនអាចជៀសផុតនោះទេប៉ុន្តែអ្វីដែលសំខាន់ហើយដែលយើងត្រូវតែស្វែងយល់នោះគឺថាមិនថា AI កាន់តែឆ្លាតវៃមិនថា AI កាន់តែមានភាពល្អប្រសើរក្នុងការធ្វើកិច្ចការជំនួសឲ្យមនុស្សយើងច្រើនប៉ុណ្ណាប៉ុន្តែអ្វីដែល AI មិនអាចធ្វើបានឬក៏មិនអាច copy បានពីមនុស្សនោះគឺជាសមត្ថភាពនៃការប្រើប្រាស់វិចារណញ្ញាណហើយនឹងជាការប្រើប្រាស់នៅជំនាញទន់ជំនាញមនុស្សជំនាញដែលប្រើប្រាស់នៅការគិតក៏ដូចជាអារម្មណ៍មនោសញ្ចេតនាដែលទាល់តែមនុស្សយើងទើបមាននៅសមត្ថភាពទាំងអស់នេះអញ្ចឹងហើយអ្វីដែលសំខាន់ដែលយើងគួរតែធ្វើនៅពេលនេះគឺមិនមែនភ័យខ្លាចនោះទេប៉ុន្តែយើងគួរតែព្យាយាមស្វែងយល់អំពីការវិវត្តនៃ AI ទាំងនោះថាតើវាអាចធ្វើអ្វីបានខ្លះហើយអ្វីដែលសំខាន់គឺតើនៅពេលដែល AI នោះចូលមកជំនួសការងារ technical ឬក៏ការងារ routine របស់យើងក្នុងនាមជាមនុស្សយើងអាចមានសមត្ថភាពក្នុងការគ្រប់គ្រងឬក៏ក្នុងការបញ្ជាវាឲ្យអាចបំពេញកិច្ចការរបស់យើងឲ្យកាន់តែល្អហើយនឹងអាចធ្វើឲ្យប្រសិទ្ធភាពការងាររបស់យើងកាន់តែល្អនោះហើយគឺជាអ្វីដែលយើងគួរគិតអញ្ចឹងហើយផ្ទុយពីការភ័យខ្លាចគឺយើងគួរតែខិតខំស្វែងយល់ហើយខិតខំបង្កើននូវសមត្ថភាពរបស់ខ្លួនឯងទាក់ទងនឹងជំនាញទន់ទាក់ទងនឹងជំនាញក្នុងការត្រិះរិះពិចារណាឬក៏យើងហៅថា critical thinking skill ដើម្បីអាចយកវាមកប្រើប្រាស់ហើយប្រើវាដើម្បីប្រើប្រាស់ AI ឲ្យធ្វើកិច្ចការឲ្យយើងឲ្យកាន់តែមានប្រសិទ្ធភាពឲ្យកាន់តែលឿនហើយនឹងបង្កើននូវសមត្ថភាពការងាររបស់យើងទៅកាន់មួយកម្រិតថែមទៀត